ឥឡូវបងប្អូនយើងមកដល់ទីតាំងនេះហើយឃើញថាបាទខ្ញុំមកពេលនេះណាគឺពេលថ្ងៃទេបងប្អូនដោយសារតែអត់ហ៊ានមកពេលយប់ទេបាទឃើញបេច្រើនមែនតើបងប្អូននេះបេហើយជាបេជីគេទិញមកណាឥឡូវនេះខ្ញុំចូលមកដល់ខាងក្រោមនេះសិនបាទអត់បានសុំម្ចាស់គេទេបងប្អូនគ្រាន់តែជិះមកកាត់តាមនឹងទៅឃើញផ្ទះស្អាតពេកអញ្ចឹងទៅក៏ថតបាទអូសកម្មភាពផ្ទះនេះណាបាទហើយផ្ទះនៅកណ្ដាលកស៊ូនេះបងប្អូនកណ្ដាលព្រៃកស៊ូធំល្វឹងល្វើយមែនតើបាទហើយអត់បានសុំម្ចាស់គេទេបើសិនជាម្ចាស់គេឃើញវីដេអូមួយនេះកុំប្រកែកប្រកាន់ណាខ្ញុំថតនេះគឺឃើញផ្ទះស្អាតពេកបាទហើយឥឡូវនេះឃើញថាទាំងកាត់ថ្ងៃហ្មងបងប្អូនអត់មានមនុស្សនៅទេបាទខាងលើនោះដូចជាមានទ្វារមានប្អួចគេដែរនោះខាងលើនោះខាងលើហើយនៅកណ្ដាលបាទព្រីកស៊ូហ្មងហើយនេះបើសិនជាមកពេលយប់អីក៏រាំងខ្លាចដែរបងប្អូនឃើញគេដិតភ្លើងដិតអីនេះបាទសម្រាប់ដេកពេលយប់អ្នកជាចរណាខ្ញុំដើរឲ្យគៀបបំផុតមិនហ្នឹងខ្ញុំចូលទៅខាងក្នុងអូស្អីគេលឺសលេងអីបងប្អូនមិនលឺអីអត់បងប្អូនបញ្ជាក់ខ្ញុំមកម្នាក់ឯងណាអ៊ុយបងប្អូនខ្ញុំញ័រដៃមែនតើអ៊ុយដូចលឺនេះម្ដុំលើដបូលនេះបាទនោះកន្លែងណាចេះលឺមាត់មនុស្សមានអារម្មណ៍ថាលឺមាត់មនុស្សនៅខាងនោះមាត់ច្បាស់មែនតើជំរាបសួរបងប្អូនទាំងអស់គ្នារីករាយមកកាន់វីដេអូថ្មីរបស់ Sela Spitter អូខេថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាកាត់ថ្ងៃតែម្ដងដោយសារខ្ញុំធ្វើដំណើរតាមផ្លូវនេះណាឃើញផ្ទះមួយស្អាតមែនតើហើយឃើញអត់មានម្ចាស់នៅទេដោយសារផ្ទះចំការគេណាហើយក៏ចង់នាំបងប្អូនទាំងអស់គ្នាមកមើលទស្សនវិជ្ជានៅជុំវិញនឹងតើមានអីអត់ហើយអធិស្ឋានម្ដងទៀតសុំតោះម្ចាស់គេដល់មកយើងអត់ឃើញម្ចាស់គេអញ្ចឹងយើងអត់ហ៊ានអត់បានសុំគេទេសុំថតផ្ទះនេះហ្មងឃើញផ្ទះវាស្អាតហើយណាមួយឃើញវាហាក់បីដូចជារឿងមាំអញ្ចឹងណាបងប្អូនហើយចង់ដឹងមែនតើថានឹងបានឃើញអ្វីខ្លះទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាហើយខ្ញុំឲ្យបងប្អូនទាំងអស់គ្នាមើលកាត់ថ្ងៃទេហើយមើលចាប់ដើមសន្ទុំមែនតើចង់ដឹងថាថ្ងៃនេះបាទយើងបានឃើញអីខ្លះខ្ញុំចង់នាំបងប្អូនមកមើលពេលយប់មែនតើប៉ុន្តែចាំមើលសុំម្ចាស់គេបានខ្ញុំនឹងព្យាយាមមកថតនៅពេលយប់បាទឥឡូវនេះដោយសារខ្ញុំជិះកាត់តាមនឹងខ្ញុំក៏ឃើញទៅខ្ញុំចាប់ផ្ដើមចូលថតមកបងប្អូនខ្ញុំនាំបងប្អូនទៅមើលទាំងអស់គ្នាជាមួយខ្ញុំបាទចង់ដឹងថាទស្សនវិជ្ជាជុំវិញផ្ទះមានអីខ្លះអញ្ចឹងណាបងប្អូនបាទហើយឃើញវាទំនងពេកក៏ថតចែកជូនបងប្អូនទាំងអស់គ្នានេះគឺទស្សនវិជ្ជាជុំវិញបាទចំការកស៊ូនេះណាបាទចំការកស៊ូធំមែនតើបងប្អូនហើយយើងអត់បានសុំម្ចាស់គេមិនសូវជាហ៊ានថតប្រហែលនេះបងប្អូនហើយម្ចាស់គេអត់នៅទៀតបាទហើយបើសិនជាម្ចាស់គេបានឃើញវីដេអូមួយនេះហើយបាទជួយ comment ប្រាប់ផងបាទហើយឃើញកស៊ូមើលទៅល្អមែនតើហើយទស្សនវិជ្ជាផ្ទះធំត្រឈុំនិយាយថាផ្ទះស្អាតមែនតើផ្ទះនេះបើសិនជានិយាយតាមត្រង់ទៅធំជាងផ្ទះខ្ញុំបានទៀតបាទមើលទៅណាហើយនេះទស្សនវិជ្ជាជុំវិញហ្នឹងហើយដោយសារតែឥឡូវនេះមេឃវារស់ភ្លៀងចាប់ផ្ដើមសន្ទុំផងអញ្ចឹងខ្ញុំមានអារម្មណ៍ថាព្រឺព្រួយដែរហ្នឹងបាទដូចអំណោយផលមកហ្មងហើយនេះគឺជាទស្សនវិជ្ជាជុំវិញហ្នឹងណាបាទដោយសារតែថតមេឃសន្ទុំអញ្ចេះវាហាក់បីដូចជាបាទមិនសូវជាឃើញច្បាស់ប្រហែលទេបងប្អូនបាទហើយនេះគឺស្ថានភាពនៅខាងក្រោយផ្ទះណាបងប្អូនហើយព្រីស្ងាត់អញ្ចេះបើសិនជាថតពេលយប់វិញមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេបាទហើយនេះទស្សនវិជ្ជានៅខាងក្រោយផ្ទះបាទហើយបញ្ជាក់បងប្អូនខ្ញុំមកតែម្នាក់ឯងទេបាទបើសិនជាបងប្អូនបានឃើញអ្វីឬក៏ឃើញឮសំឡេងអ្វីជួយ comment ប្រាប់ផងបាទខ្ញុំជិះម៉ូតូអាល់កុហុលមកណាបាទហើយខ្ញុំមិនដឹងថាតើកាត់ថ្ងៃអញ្ចឹងមានពពួកខ្មោចអីចេញអីអត់ទេមើលផ្ទះបាក់អស់ហើយនេះបងប្អូននេះបាក់យ៉ាបាក់អីអស់ហើយបាទហើយនេះទស្សនវិជ្ជានៅខាងក្រោយបាទឃើញបេនេះខ្ញុំស្មានតែបេជីគេទុកតែបងប្អូនកាត់បេមិនដឹងថាគេយកមកធ្វើអីទេខ្ញុំអត់ដឹងទេតែឃើញច្រើនមែនតើហើយនេះខ្ញុំចង់ឡើងលើនឹងដែរប៉ុន្តែអត់ហ៊ានឡើងទេបងប្អូនដោយសារតែជាផ្ទះគេចឹងហើយនៅកណ្ដាលភីកស៊ូមែនប៉ុន្តែជាផ្ទះគេខ្ញុំអត់ហ៊ានចូលទេហើយទស្សនវិជ្ជានេះបងប្អូនជុំវិញនឹងតាមនេះគឺមានផ្លូវគេនេះគេជិះទៅជាចរជិះទៅអីចឹងណាបាទហើយខ្ញុំនេះចង់ឡើងទៅដែរតែអត់ហ៊ានឡើងទេព្រោះអត់បានសុំម្ចាស់គេដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងបាទ
យើងជិះមកឃើញទៅក៏ឃើញស្អាតហើយតំណងក៏ថតចែកជូនបងប្អូនទាំងអស់គ្នាទស្សនាហើយក្រេស្អាតមែនទែនបងប្អូននេះក្រេបាទហើយឃើញថាមាននេះគេដិតភ្លើងដិតអីសម្រាប់អ្នកជាចរជីអីអញ្ចឹងណាបាទស្អាតមែនទែនបាទហើយគ្រឿងផ្ទះនេះមាំមែនទែនមើលទៅណាបាទហើយខ្ញុំមានអារម្មណ៍ថាដូចជាព្រឺព្រួយដែរដោយសារមកមេសតុំហើយជីម្នាក់ឯងបងប្អូនហើយនិយាយពីថាបាទចៃដល់មែនតើផ្ទះស្អាតមែនតើនេះឃើញទេគ្រាន់តែវាសង្កសីចាស់បន្តិចប៉ុន្តែជាអត់បញ្ហាទេបាទព្រោះវាស្អាតមើលទៅហើយនេះសភាពលើខ្ញុំអត់ហ៊ានឡើងទេបងប្អូនបាទអត់ហ៊ានឡើងបាទគឺយើងអត់បានសុំម្ចាស់គេហើយស្អាតមែនតើក្រេអីឡើងមុំតែម្ដងណាបាទទិដ្ឋភាពនៅខាងមុខបាទបងប្អូនហើយស្អាតមែនតើបាទហើយបើថតពេលយប់អីមិនដឹងល្អយ៉ាងណាទេបាទហើយឃើញនេះមានផ្លូវគេធ្វើដំណើរឆ្លងកាត់ទៅមកបាទហើយព្រីកស៊ូធំមែនតើឃើញគេជាចហើយថ្មីទេបងប្អូនប៉ុន្តែខ្ញុំអត់ហ៊ានមកអត់តាន់ម្ចាស់គេអញ្ចឹងហើយក៏អត់សូវហ៊ាននៅថតបានយូរទេបងប្អូនដោយសារតែយើងខ្លាចគេចោតយើងជាចលួចចគេអញ្ចឹងណាបាទព្រោះយើងអត់បានសុំម្ចាស់គេនិយាយទៅបាទហើយនេះសភាពផ្ទះហើយបងប្អូនណានិយាយពីថាតំណងមែនតើបាទមិនដឹងថាតើពេលយប់យើងអាចបានថតទៀតអត់ទេដោយសារតែខ្ញុំចង់សុំម្ចាស់គេផ្ទាល់មកថតអីអញ្ចឹងណាព្រោះមើលទៅផ្ទះនៅថ្មីគួរសមទេគ្រាន់តែសង្កសីគ្រាន់តែអីហ្នឹងវាបាក់បែកតិចតួចអីអញ្ចឹងណាបងប្អូនបាទប៉ុន្តែឃើញសភាពពិតជានៅល្អបងប្អូនឥឡូវខ្ញុំចូលទៅមើលខាងក្រោមនោះបន្តិចបាទដើរទៅយ៉ាលឺស្អីបាទផ្ទះធំមែនតើបាទធំចឹងនិយាយឲ្យតាមត្រង់ធំចឹងផ្ទះខ្ញុំទៀតណាបាទហើយគ្រឿងសិតតែមុំគ្រាន់តែសង្កសីហ្នឹងវាពពុកខ្ញុំចង់ឡើងទៅលើនេះមែនតើប៉ុន្តែអត់អាចឡើងបានត្រឹមតែថតពីខាងក្រៅបាទឲ្យបងប្អូនទស្សនាមើលនេះនៅខាងលើនេះហើយដោយសារវាស្ងប់ស្ងាត់ខ្ញុំមកម្នាក់ឯងវាមានអារម្មណ៍ថាព្រឺព្រួយតិចដែរបងប្អូនបាទហើយនេះគ្រឿងខ្សែចងរឹងបាទខ្សែចងរឹងខ្សែអីនេះខាងនោះទៀតខ្ញុំមកម្នាក់ឯងណាបងប្អូនស្អីគេឥឡូវសាក់ឡើងបន្តិចបងប្អូនទៅឃើញមានដើមគេឡើងឯនេះតែខ្ញុំឡើងទៅអូម្ចាស់ផ្ទះកុំប្រកែកប្រកាន់កូនចៅសុំឡើងផ្ទះបន្តិចឃើញផ្ទះស្អាតពេកបាទកុំប្រកែកប្រកាន់ណាបាទគូឡើងអត់ទេបងប្អូនអើយឡើងទៅមើលបន្តិចចុះអត់មានអីទេនេះអត់មានអីទេបាទអូមេចាប់ផ្ដើមបើកថ្ងៃវិញហើយបងប្អូនបាទបើកថ្ងៃឃើញសភាពមេចាប់ផ្ដើមបើកថ្ងៃវិញហើយខ្ញុំនេះមេសតុំមានអារម្មណ៍ថាភីដល់ពេលមេបើកថ្ងៃចេះវិញទៅមានអារម្មណ៍ថាឈប់ភីវិញហើយឃើញសភាពផ្ទះវាដូចជាធម្មតាទេហើយខ្ញុំចង់ដឹងមែនតើទិដ្ឋភាពនៅថតនៅពេលយប់វាយ៉ាងណាបងប្អូនទាំងអស់គ្នាចាំតាមដានជាមួយខ្ញុំហើយខ្ញុំនឹងព្យាយាមសុំម្ចាស់គេដើម្បីថតវីដេអូពេលយប់ណាបាទដោយសារតែឥឡូវនេះយើងអត់អាចបន្តនៅបានទេព្រោះម្ចាស់គេអត់បានសុំអញ្ចឹងហើយយើងមានតែបងប្អូនទាំងអស់គ្នាជំរាបលាប៉ុណ្ណឹងហើយចាំមើលជួបគ្នានៅវីដេអូពេលយប់ខ្ញុំនឹងព្យាយាមមកថតពេលយប់អុចធុកអុចទៀនសែននៅគេអញ្ចឹងណាបន្ទាប់ពីសុំម្ចាស់គេហើយបងប្អូនឥឡូវខ្ញុំចង់បញ្ចប់វីដេអូប៉ុន្តែឥឡូវឮសលេងស្អីបងប្អូនដើរឲ្យចិត្តតិចមើលបងប្អូនខ្ញុំឮសលេងស្អីដូចនៅក្នុងបន្ទប់នេះបងប្អូនមានលឺអីអត់មើលខ្ញុំសាក់ឡើងមើលយ៉ាអូយស្អីគេអត់មានលឺអត់មានឃើញអីទេបងប្អូនតែលឺក្មេងស្រែកអូយអត់ខាតទេបងប្អូនអូយស្អីគេបងប្អូនស្អីគេអូយ
ui xí kì bông bông hay cô play cái su lẹ phải lợi đắng xí kì ở bọc cọt bông bông ui nhưng phơi sự bón men tên xí kì